ល់ទុកនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងអំឡុងពេលផ្ទុះសង្គ្រាមប្រដាប់អាវុធនៅតាមតំបន់ព្រំដែនកម្ពុជាថៃកាលពីឆ្នាំ2025យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថាមានការប្រើប្រាស់នៅអាវុធធ្ងន់ធ្ងរជាច្រើនពីសំណាក់យោធាថៃដែលមានទាំងការប្រើប្រាស់នៅប្រភេទកំភ្លើងធំការប្រើប្រាស់នៅគ្រាប់បែកចង្កោមការប្រើប្រាស់នៅយន្តហោះចម្បាំងជាដើមដែលទាំងអស់នេះគឺបានបណ្ដាលឲ្យមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅលើទឹកដីរបស់កម្ពុជាយើងផលវិបាកមិនមែនត្រឹមតែបង្កឲ្យមានការបាត់បង់ជីវិតឬក៏បង្ករបួសស្នាមតែប៉ុណ្ណោះទេប៉ុន្តែបានធ្វើឲ្យផ្ទះសម្បែងសាលារៀនមន្ទីរពេទ្យវត្តអារាមក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវរងនូវផលប៉ះពាល់ហើយសម្រាប់ប្រជាជនជាច្រើនទៀតធ្វើឲ្យត្បិតតែសង្គ្រាមបានបញ្ចប់ទៅហើយប៉ុន្តែផលប៉ះពាល់របស់វានៅតែបន្តរារាំងទៅដល់ការរស់នៅការធ្វើស្រែចម្ការក៏ដូចជាការធ្វើការនិងការអភិវឌ្ឍសហគមន៍រហូតមកដល់សប្តាហ៍ថ្ងៃនេះសង្គ្រាមបានបញ្ចប់ទៅហើយប៉ុន្តែគ្រោះថ្នាក់និងផលប៉ះពាល់នៅមិនទាន់បញ្ចប់ទេរយៈពេល1ឆ្នាំក្រោយសង្គ្រាមស៊ីម៉ាក់បានរកឃើញថាមានផ្ទៃដីជិត 3,900 គីឡូម៉ែត្រការ៉េនៅតាមខេត្តជាប់ព្រំដែនដែលនៅមានសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដីដែលមើលទៅធម្មតាប៉ុន្តែអាចមានគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់ពេលអ្វីដែលគួរឲ្យបារម្ភជាងនេះគឺស៊ីម៉ាក់ក៏បានប៉ាន់ប្រមាណថាមានកងគ្រាប់បែកចង្កោមរាប់លានគ្រាប់នៅលើទឹកដីរបស់កម្ពុជាហើយមួយចំនួនធំគឺនៅមិនទាន់ផ្ទុះគ្រាប់បែកវាអត់ចេះរើសមនុស្សទេអ្នកណាជន់គឺផ្ទុះអ្នកនឹងហើយប្រជាពលរដ្ឋដែលគាត់ចាំបាច់ត្រូវធ្វើស្រែចម្ការក្មេងៗដែលគាត់រត់លេងនៅក្រៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតដែលត្រូវធ្វើដំណើរទៅលំនៅឋានសាកសម័យមើលទៅថាវាហានិភ័យកម្រិតណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមការងារស៊ីម៉ាក់បានខិតខំធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការបោះសម្អាតនៅអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះហើយក្នុងរយៈពេល6ខែក្នុងឆ្នាំ2026នេះក្រុមការងារស៊ីម៉ាក់បានរកឃើញនិងកំទេចនៅសំណល់យុទ្ធភ័ណ្ឌជាង 4,400 គ្រាប់និងបោះសម្អាតនៅតំបន់អតិភិបដើម្បីឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះសាលារៀននិងសហគមន៍របស់ពួកគេវិញបានកាន់តែសុវត្ថិភាពសង្គ្រាមអាចបញ្ចប់ទៅបានដោយភាពស្ងប់ស្ងាត់នៃសម្លេងកំភ្លើងប៉ុន្តែផលប៉ះពាល់របស់វាគឺនៅតែបន្តគំរាមកំហែងទៅដល់អាយុជីវិតរបស់មនុស្សក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀតដូច្នេះប្រសិនបើមានអ្នករស់នៅឬក៏ធ្វើដំណើរទៅកាន់តំបន់ព្រំដែនគួរតែមានការប្រុងប្រយ័ត្នឲ្យមែនទែនជាពិសេសគឺទៅលើវត្ថុណាដែលអ្នកទាំងអស់គ្នាមិនស្គាល់ឬក៏មានការសង្ស័យគួរតែរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានឬក៏កម្លាំងជំនាញភ្លាមការប្រុងប្រយ័ត្នរបស់យើងមិនមែនត្រឹមតែការពារអាយុជីវិតយើងខ្លួនឯងទេប៉ុន្តែក៏ជួយការពារអ្នកដទៃដែលនៅជុំវិញយើងផងដែរ